សួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះខ្ញុំចង់មកប្រាប់បងប្អូនពីវិធីនៅក្នុងការលាក់ឆាតនៅក្នុងកម្មវិធី Messenger ណាអញ្ចឹងសម្រាប់បងដែលគាត់មានឆាតខ្លះអត់ចង់ឲ្យណាគេដឹងទេតែយើងចង់បិទឆាតហ្នឹងឬក៏យើងចង់លាក់ឆាតហ្នឹងកុំឲ្យអ្នកផ្សេងឃើញប៉ុន្តែយើងអាចចូលមើលខ្លួនឯងបានអញ្ចឹងណាអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនពីវិធីនៅក្នុងការបិទនៅក្នុងកម្មវិធី Messenger ណាហ្នឹងហើយអញ្ចឹងអ្នកដែលគាត់ចង់ចេះមើលកម្មពីរបៀបនៅក្នុងការបិទទាំងអស់គ្នាតើអញ្ចឹងរបៀបនៅក្នុងការបិទឆាតនឹងណាគេម្នាក់នៅក្នុង Messenger កម្មវិធី Facebook ហ្នឹងណាជាដំបូងបងប្អូនធ្វើការចូលមកកាន់ Messenger របស់យើងសិនមកបងប្អូនហ្នឹងហើយអូខេចូលមកកាន់ Messenger បងប្អូនកន្លែងនេះវាពេក Messenger ទេចូលមកកន្លែង Messenger ហ្នឹងហើយបងប្អូនចង់ Hi chat ណាគេបងប្អូនគ្រាន់ធ្វើការ select នៅលើឈ្មោះម្នាក់ហ្នឹងឲ្យជាប់ទៅបន្ទាប់មកបងប្អូនចុចពាក្យ Archive នេះអូខេប៉ុណ្ណឹងគឺឆាតនឹងបាត់ហើយបងប្អូនប៉ុន្តែបងប្អូននឹងចូលមើលបាននៅកន្លែងនេះចូលកន្លែង menu បន្ទាប់មកចូលកន្លែងពាក្យ Archive នេះទៅហ្នឹងហើយឃើញអត់បងប្អូននឹងឃើញឆាតដែលយើងលាក់មិញហើយយើងអាចឆាតជាមួយគាត់អីបានធម្មតាប៉ុន្តែនៅក្នុងអា general chat រួមនេះគឺអត់មានទេអត់មានឈ្មោះគាត់ទេអញ្ចឹងណាហើយបើសិនជាបងប្អូនចង់បិទមានថាចង់អាន Archive វិញបងប្អូនចង់បើគាត់មកធម្មតាវិញគ្រាន់ select លើនឹងឲ្យជាប់ហើយចុចពាក្យ Add Archive ហ្នឹងទៅអញ្ចឹងគាត់នឹង load មកកន្លែង Messenger ធម្មតាបែបនេះដូចគេឯងហីអញ្ចឹងមានតែប៉ុណ្្នឹងឲ្យបងប្អូនសម្រាប់អ្នកដែលគាត់មានឆាតអាកំបាំងឯងធ្វើការលាក់តាមនឹងបានអរគុណបាយបាយ